ចងដៃវិរៈកងទ័ពចំនួន$1000ថ្ងៃនេះខ្ញុំបាទអឹមជីវ៉ាចូលរួមពិធីភ្ជាប់ពាក្យគឺប្អូនប្រុសវិរៈកងទ័ពមួនសុធារាដែលបានភ្ជាប់ពាក្យនៅឯស្រុកចំការលើខេត្តកំពង់ចាមក្នុងពិធីនេះក៏មានការចូលរួមពីបងប្អូនញាតិមិត្តជិតឆ្ងាយយ៉ាងច្រើនកកផងដែរហើយក្នុងនាមខ្ញុំបាទអឹមជីវ៉ាតំណាងឲ្យក្រុមហ៊ុនសាប៊ូកក់សក់យូវិលក៏បានដឹកនាំក្រុមសិល្បករនិងនាំថវិកាចំនួន$1000ដែលជាថវិការបស់ក្រុមហ៊ុនផលិតផលសាប៊ូកក់សក់យូវិលមកចងដៃដល់ប្អូនប្រុសមួនសុភារាដែលជាវិរៈកងទ័ពនៅក្នុងពិធីភ្ជាប់ពាក្យជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពថ្ងៃនេះខ្ញុំបាទអឹមជីវ៉ាគឺងើបតាំងពីម៉ោង2បាទធ្វើខ្លួនហើយម៉ោង3ចាប់ផ្ដើមចេញធ្វើដំណើរជាមួយក្រុមការងារបងប្អូនអ្នកសារព័ត៌មានព្រមទាំងសិល្បករសិល្បករនេះមកសប្រាយក្នុងកម្មវិធីពិធីភ្ជាប់ពាក្យវិរៈកងទ័ពគឺប្អូនប្រុសមួនសុធារាដែលគាត់បានធ្វើពិធីភ្ជាប់ពាក្យនៅឯគេឋានខាងស្រីបាទគឺនៅឃុំចំការដងស្រុកចំការលើខេត្តកំពង់ចាមបាទអូខ្ញុំបាទថ្ងៃនេះគឺថាយួរកត្រកបាទដែលមានផលិតផលសាប៊ូកក់សក់យូវិលទឹកអប់យូវិលបាទក៏ដូចជាកាអៀយិនសិនយ៉ាងធីថ្ងៃនេះគឺខ្ញុំបាទអឹមជីវ៉ាមកសប្រៃកូនកំឡោះកូនកំមុំបាទគេថាគូស្នេហ៍ភ្ជាប់ពាក្យណាដែលជាគូដណ្ដឹងនឹងគ្នាហ្នឹងបាទភ្ជាប់ពាក្យក្នុងពិធីនេះតែម្ដងគឺថ្ងៃនេះថ្ងៃទី21ខែ11ឆ្នាំ2025នៅពុកម៉ែបងប្អូនណាហើយខ្ញុំបាទមកថ្ងៃនេះគឺតួនាទីតំណាងឲ្យក្រុមហ៊ុនផលិតផលសាប៊ូកក់សក់យូវិលគេយិនសិនយ៉ាងធាបាទទឹកអប់យូវិលបាទពុកម៉ែបងប្អូនណាគឺថាមកចូលរួមដើម្បីយកថវិកាចំនួន$1000មកចងដៃក្នុងកម្មវិធីពិធីភ្ជាប់ពាក្យបាទវិរៈកងទ័ពគឺប្អូនប្រុសមួនសុធារាដែលបានភ្ជាប់ពាក្យជាមួយនឹងប្អូនស្រីតែម្ដងក្នុងថ្ងៃនេះហើយឃើញថាញាតិមិត្តជិតឆ្ងាយបងប្អូនខាងប្រុសខាងស្រីអញ្ជើញមកចូលរួមយ៉ាងច្រើនកកដើម្បីឲ្យពរជ័យសិរីសួស្តីថ្ងៃភ្ជាប់ពាក្យជ័យវង្គលបាទក្នុងថ្ងៃនេះផងដែរពុកម៉ែបងប្អូនហើយគឺថាប្អូនប្រុសមួនសុធារាដែលយើងធ្លាប់តែឃើញគាត់ស្លៀកពាក់កៅអៅកងទ័ពបាទកាន់នៅកំភ្លើងការពារព្រំដែនបែរមកស្លៀកសម្លៀកពាក់យ៉ាងស្រស់ស្អាតមើលទៅគឺស្រស់សង្ហាមែនទែនហើយខ្ញុំបាទក៏ធ្វើកិច្ចសម្ភាសជាមួយនឹងអូនស្រីដែលជាបាទបងស្រីរបស់ម្ចាស់កម្មវិធីដែលភ្ជាប់ពាក្យជាមួយនឹងប្អូនមួនសុធារាតែម្ដងអូហូឃើញថាក្នុងកម្មវិធីបំពាក់ចិញ្ចៀននេះគឺថាអូយគាត់កេះគ្នាញញឹមមកគូនេះសំគ្នាណាពុកម៉ែបងប្អូនណាខ្ញុំបាទអូយបើថាបើសិនខ្ញុំក្រុមហ៊ុនយូវែលមិនឲ្យខ្ញុំមកតំណាងទេប្រហែលជាអត់បានឃើញបងប្អូនទាំងពីរនាក់បាទគាត់ភ្ជាប់ពាក្យទេគឺថាគាត់ស្រឡាញ់គ្នាមានសេចក្តីសុខមែនទែនហើយកោតសរគាត់ណាគាត់សុំច្បាប់មេដើម្បីឆ្លៀតពេលមកធ្វើពិធីភ្ជាប់ពាក្យហើយស្អែកថ្ងៃ22នេះគឺឡើងទៅការពារនៅឯប្រទេសនៅព្រំដែននៅពុកម៉ែបងប្អូនហើយក៏មានកិច្ចសម្ភាសជាមួយប្អូនប្រសាព័ត៌មានបរិហាសម្ដីត្រង់និយាយឃើញទៅប្អូនសុធារាគាត់ស្លៀកសម្លៀកពាក់កូនកន្លោះអញ្ចឹងទៅស្អាតមែនតើពុកម៉ែបងប្អូនដូចតារាភាពយន្តអញ្ចឹងដូចតារាបង្ហាញម៉ូដអញ្ចឹងហើយថ្ងៃនេះបាទខ្ញុំបាទតំណាងឲ្យបាទផលិតផលសាប៊ូកក់សក់យូវិលក៏ដូចជាយិនសិនយ៉ាងធានិងទឹកអប់យូវិលក៏បាននាំកាដូកន្ត្រកយ៉ាងស្រស់ស្អាតជូនគាត់ទុកចំនួន1ឈុតក្នុងនោះក៏ក៏មានបាទចំនួន200កញ្ចប់ថវិកាបាទចំនួន$1000ចងដៃដល់ប្អូនក៏ដូចជាឧបត្ថម្ភសាប៊ូកក់សក់យូវិលដល់ប្អូនទាំងពីរគឺប្រើប្រាស់រយៈពេល1ឆ្នាំដល់ឥតគិតថ្លៃតែម្ដងពុកម៉ែបងប្អូនតសើប្អូនហើយលោកអើយលោកគ្នាហត់ខ្លាំងណាស់បាទសុកចិត្តសុំច្បាប់មេតែមួយថ្ងៃទេដើម្បីមកភ្ជាប់ពាក្យស្អែកថ្ងៃ22ឡើងទៅវិញហើយបាទគឺថាគ្នាហត់យ៉ាងណាក៏ដោយក៏គ្នាសុកចិត្តបាទទ្រាំដើម្បីធ្វើយ៉ាងណាបុព្វហេតុការពារជាតិមាតុភូមិហើយថ្ងៃនេះខ្ញុំបាទអឹមជីវ៉ាគឺមកនេះពុកម៉ែបងប្អូនខ្ញុំមិនដឹងទេថាមកកម្មវិធីរបស់គាត់មួយវិញទៀតដោយសារតែថ្ងៃនេះខ្ញុំមានកម្មវិធីផ្សព្វផ្សាយផលិតផលសាប៊ូកក់សក់យូវិលនៅឯបាទចការលើនោះវិញទេប៉ុន្តែឮសូរថាកម្មវិធីគាត់នឹងក្បែរហ្នឹងក៏ក្រុមហ៊ុនសាប៊ូកក់សក់យូវិលហ្នឹងបងអូនភូមិវណ្ណរតបងអូនភូមិវណ្ណតីហ្នឹងគឺគាត់ឲ្យខ្ញុំហ្នឹងមកដើម្បីជាតំណាងក្នុងការចាត់ចែងជូននៅថវិកាជាចំណងដៃចំនួន$1000ដល់កម្មវិធីពិធីភ្ជាប់ពាក្យរបស់ប្អូនប្រុសមួនសុធារាដែលជាវិរៈកងទ័ពក្នុងថ្ងៃនេះតែម្ដងក៏មានវត្តមានសិល្បករដែលអញ្ជើញមកសប្រាយបាទពុកម៉ែបងប្អូននេះគឺជាក្រុម Eno E6 បាទតែថ្ងៃនេះបាត់សិចទេនៅសល់តា E5 ទេពុកម៉ែបងប្អូនណាម្នាក់ទៀតបាទពលចំណៃអត់បានមកទេដោយសារតែគាត់ឈឺពលចំណៃបាទអញ្ចឹងទៅមកបានតែ5នាក់ទេនេះអ៊ីណូបាទគាត់ឡើងមកសប្រាយហ្មងកម្មវិធីនេះគឺមកសប្រាយរៀបចំគឺមិនអោយម្ចាស់កម្មវិធីគឺ
ប្អូនមួនធារាដឹងទេគឺបាទភ្ញៀវកិត្តិយសទាំងអស់ក្នុងនោះក៏គាត់ដឹងហើយភ្ញៀវខ្លះគាត់ដឹងថាជីវ៉ាមកដល់តែតើជីវ៉ាមកដល់ពួកគាត់ថាអូយជីវ៉ាមកនឹងអូថ្ងៃនេះអីបានជីវ៉ាមកគាត់សើតែភ្ញៀវខាងណាខ្ញុំថាអត់មានភ្ញៀវខាងណាទេគឺមកសប្រៃតាមរយៈក្រុមហ៊ុនបាទផលិតផលសាប៊ូកក់សក់ Uvel ហើយ Eno ក៏អញ្ចឹងក៏ដូចគ្នាដែរមកនោះគឺសប្រៃជូនពួកគាត់តែម្ដងពុកម៉ែបងប្អូនណាគឺអត់មានថាអូខាងណាខាងណីទេបាទគឺថាមកតំណាងឲ្យក្រុមហ៊ុនដើម្បីលើកទឹកចិត្តដល់បងប្អូនប្រុសមួនសធារាដែលជាវរៈកងទ័ពដែលខិតខំលះបង់ពេលវេលាយ៉ាងមានតម្លៃដើម្បីជាតិមាតុភូមិបបផែតការពារជាតិមាតុភូមិបាទនៅតាមព្រំដែនមិនខ្លាចភាពនឿយហត់ដូច្នេះហើយក្រុមហ៊ុនសាប៊ូកក់សក់ Uvel គឺលោកបានខិតខំធ្វើយ៉ាងណាឲ្យខ្ញុំបាទជីវ៉ាជាតំណាងនោះដើម្បីមកលើកទឹកចិត្តដល់បងប្អូនប្រុសមួនសធារាព្រោះអីកុំមិនមកដែរដោយសារមើលឃើញពីការផុសរបស់បងប្អូនប្រុសមួនសធារាថាអូយថ្ងៃភ្ជាប់ពាក្យគាត់ដឹងមានភ្ញៀវអត់ទេដល់ឃើញអញ្ចឹងទៅឬសើស្ទើធ្វើហ្នឹងបាទម្ចាស់ក្រុមហ៊ុនគាត់ឃើញអាណិតហើយគាត់អាសរគាត់គិតថាដើម្បីធ្វើយ៉ាងណាវរៈកងទ័ពខំការពារជាតិមាតុភូមិប៉ុណ្ណឹងហើយបើខ្លាចតែអត់មានភ្ញៀវអត់មានអីមិនទេក៏ចូលរួមឲ្យជីវ៉ាមកតំណាងដើម្បីធ្វើជាការចងដៃនៅថវិកាបន្តិចបន្តួចចំនួន$1000ទៅធ្វើម៉េចឲ្យគាត់បានជាសហុយឬក៏បានចំណាយក្នុងកម្មវិធីតិចតួចអីដែរវាមិនអីទេបន្ទូបីមិនច្រើនបាទក្នុងកម្មវិធីនេះ Eno ក៏មកសប្រៃធ្វើឲ្យកូនកន្លោះកូនកំមុំបាទគូដណ្ដឹងថ្មីនេះគឺថាសប្បាយរីករាយមែនតើតើសារ Eno ឯលឺសូអញ្ចឹងក៏គាត់មកជួយដល់តែរឿងជួយជាតិគឺគាត់មកជួយហើយបាទកូនកំឡោះកូនកំមុំយើងហៅតែអញ្ចឹងស្រួយគាត់ចិត្តកាយពុកម៉ែបងប្អូនប្រហែលខែទៀតគាត់កាយបាទអញ្ចឹងហើយថាគូដណ្ដឹងមួយរូបនេះគឺថាអនាគតជាគូស្វាមីភរិយានេះគឺគាត់សប្បាយរីករាយហើយខ្ញុំបាទក៏ធ្វើពិធីកផងមកសប្រៃផងបាទគឺរៀបចំកម្មវិធីធ្វើយ៉ាងណាឲ្យពិធីនេះឲ្យមានភាពអធិកធមដើម្បីលើកមុខលើកមាត់ដល់ប្អូនប្រុសបាទមួនសធារាក៏ដូចជាប្អូនស្រីហើយប្អូនប្រុសគាត់មានចិត្តរំភើបរីករាយណានៅពេលដែលឃើញវត្តមានខ្ញុំបាទជីវ៉ាក្រុម Eno ក៏ដូចជាមានវត្តមានសិល្បករតារាក៏ដូចជាវត្តមានបាទក្រុមសារព័ត៌មានទាំងអស់នឹងជាពិសេសការយកចិត្តទុកដាក់ពីអគ្គនាយកនៃក្រុមហ៊ុនផលិតផលសាប៊ូកក់សក់ Uvel ដែលបានទៅធ្វើឲ្យញ៉ាំងកម្មវិធីនេះគឺមានភាពអធិកអធមសប្បាយរីករាយឥតឧបមាមើលទៅគឺថារំភើបអស្ចារ្យធ្វើឲ្យគាត់រកពាក្យអ្វីនឹងវិចារមិនបានថ្លាថ្លែងនៅក្នុងកម្មវិធីឡើយគឺថាមានតែការថ្លែងអំណរគុណញញឹមបិទមាត់មិនចិត្តទេរវាងកូនកន្លោះកូនកំមុំនេះបាទហើយចំណែក Eno គឺថាក៏គាត់សប្បាយចិត្តដែរឃើញគេមានគូដោយសារគាត់មិនទាន់មានគូអាណិតគាត់ដែរតារាល្បីដែរមិនទាន់មានគូគេបាទហើយក្នុងកម្មវិធីនេះក៏មានការឧបត្ថម្ភបាទជូនប្អូនទាំងពីរនៅក្នុងការដែលពិធីភ្ជាប់ពាក្យនេះគឺជូនដល់សាប៊ូកក់សក់ Uvel ប្រើប្រាស់ដោយមិនគិតថ្លៃរយៈពេល1ឆ្នាំអាហ្នឹងទី1ទី2គឺចងដៃនៅបាទថវិកាចំនួន$1000ជាថវិការបស់ក្រុមហ៊ុនសាប៊ូកក់សក់ Uvel ហើយទី3គឺបើសិនជាប្អូនបាទទាំងពីរមានកូនបាទក្រុមហ៊ុនសាប៊ូកក់សក់ Uvel នឹងមានសាប៊ូកក់សក់ Uvel Kit ឧបត្ថម្ភបាទប្រើប្រាស់រយៈពេល5ឆ្នាំដែលមិនគិតថ្លៃទៀតហើយទី3ក៏មានការឧបត្ថម្ភនៅបាទកៅអៀកចំនួន200បន្ទះបាទកៅអៀកចំនួន200បន្ទះហ្នឹងឧបត្ថម្ភដល់បាទវរៈកងទ័ពនៅជួរមុខផងដែរកូនកំមុំឃើញកម្មវិធីយើងសប្រៃគាត់យើងទៅគាត់រំភើបស្រក់ទឹកភ្នែកនៅក្នុងកម្មវិធីនេះបាទគឺសប្បាយចិត្តសប្បាយរីករាយមែនតើណាពុកម៉ែបងប្អូនណាហើយនេះក៏ជាលើកទី1របស់ខ្ញុំដែរដែលខ្ញុំបាទធ្វើការសប្រៃដល់វរៈកងទ័ពជួរមុខបាទដែលគាត់ខិតខំការពារបរណភាពដែនដីការពារជាតិមាតុភូមិបាទហើយធ្វើឲ្យខ្ញុំរំភើបសប្បាយរីករាយគ្មានកម្លាំងទឹកចិត្តការពុតទៅងើបតាំងពីម៉ោង2កន្លះម៉ោង3ដូចខ្ញុំជំរាបជូនពុកម៉ែបងប្អូនខ្ញុំធ្វើដំណើរមកយ៉ាងឆ្ងាយដែរបាទនេះជាថវិកាបាទមានទាំងលុយខ្មែរផងមានជាងលុយដុល្លារផងគឺថវិកាចំនួនបាទ$1000ណាពុកម៉ែបងប្អូនសប្រាយជូនគាត់មុនដំបូងថាជូនគាត់តែ2លានតាតែពេលមកទៅឃើញកម្មវិធីគាត់អញ្ចឹងហើយឃើញគាត់ខិតខំផងអញ្ចឹងទៅអគ្គនាយកក្រុមហ៊ុនសាប៊ូកក់សក់ Uvel គឺគាត់ថែម2លានទៀតបាទគឺសរុបទាំងអស់4លានស្មើនឹង$1000តែហ្មងទៅបាទធ្វើម៉េចគេជួយចងដៃគាត់ឲ្យគាត់បានដោះស្រាយខ្លះក៏ដូចជាជួយលើកទឹកចិត្តគាត់អានេះហើយជាកម្លាំងទឹកចិត្តខ្មែរស្រឡាញ់ខ្មែរខ្មែរជួយខ្មែរខ្ញុំបាទជីវ៉ាក៏សប្បាយចិត្តដែរនៅពេលដែលខ្ញុំបាទមកឃើញអញ្ចឹងទៅហើយឃើញបងប្អូនប្រជាពលរដ្ឋរបស់យើងញាតិមិត្តជិតឆ្ងាយអាដាមលោកជំទាវលោករស្រីនាងកញ្ញាដែលជាភ្ញៀវកិត្តិយសបានផ្ដល់កិត្តិយសនៅក្នុងកម្មវិធីបាទរបស់ប្អូនមួនសធារានេះធ្វើឲ្យខ្ញុំបាទមានចិត្តសប្បាយរីករាយហើយក៏មើលទៅកម្មវិធីមិនស្ងាត់ទេដំបូងឡើយបាទម្ចាស់ក្រុមហ៊ុនក៏ថាមើលទៅដូចជាប្រហែលជាអត់មានភ្ញៀវទេឃើញតែអាណិតគាត់ខំការ
ពីព្រំដែនអីចឹងទៅជាប់ពាក្យដឹងមានភ្ញៀវមកដល់ពេលទីបំផុតយើងមកសម្ប្រាយឃើញភ្ញៀវច្រើនកកអញ្ចឹងគឺសប្បាយចិត្តមែនទែនរីឯចំណែកឪពុកម្ដាយខាងប្រុសនិងខាងស្រីក៏ទទួលបានកាដូអនុស្សាវរីយ៍ជាសាប៊ូកក់សក់និងកាអៀកបាទជូនដល់ខាងប្រុសខាងស្រីបាទចំនួន1ប្រអប់1កញ្ចប់ដែលក្នុងនោះមាន2ប្រអប់ហើយមានសាប៊ូកក់សក់បាទទៀតអញ្ចឹងឃើញថាក្នុងកម្មវិធីនេះគឺក្រុមហ៊ុនផលិតផលសាប៊ូកក់សក់ Uvel គឺគាត់ surprise បាទធ្វើឲ្យម្ចាស់កម្មវិធីសប្បាយរីករាយតែម្ដងហើយធ្វើឲ្យខ្ញុំបាទអឹមជីវ៉ាហ្នឹងក៏សប្បាយចិត្តឥតឧបមាដែរដែលឃើញវីរៈកងទ័ពយើងគាត់មានស្នាមញញឹមនៅក្នុងថ្ងៃភ្ជាប់ពាក្យរបស់គាត់ជាមួយនឹងគូដណ្ដឹងនេះហើយក៏ដូចជាមានស្នាមញញឹមចំពោះបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមផ្ដល់ជាសក្ខីភាពជាសាក្សីជាកិត្តិយសក្នុងពិធីភ្ជាប់ពាក្យកូនរបស់គាត់ទាំងពីរតែម្ដងហើយខ្ញុំបាទអឹមជីវ៉ាមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនណាបើខុសត្រូវយ៉ាងណាពុកម៉ែបងប្អូនមេត្តាខន្តីអភ័យទោសដល់ការអត្ថាធិប្បាយរបស់ខ្ញុំបាទអឹមជីវ៉ាផងហើយខ្ញុំបាទក៏សូមជូនពរពុកម៉ែបងប្អូននៅទស្សនាក្នុងវីដេអូនេះសូមទទួលបាននូវសុខភាពល្អជោគជ័យសម្រាប់គ្រប់កិច្ចការងារទាំងអស់គ្នាជួបខ្ញុំនៅវីដេអូក្រោយៗទៀតដល់ពេលនេះសូមអរគុណសូមគោរពលាបាទ